តើយើងគួរប្រើប្រាស់ថ្នាំសត្វល្អិតនិងដង្កូវទៅលើដំណាំចន្ទីដោយរបៀបណាដែលជាមធ្យោបាយសមស្របជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងធ្វើការចែករំលែកពីរបៀបប្រើប្រាស់ថ្នាំសត្វល្អិតនិងដង្កូវទៅលើដំណាំចន្ទីដោយយើងបែងចែកជាពីរកត្តាធំៗកត្តាទី1យើងសំដៅទៅដល់ពេលវេលាកត្តាទី2យើងនិយាយអំពីដំណាក់កាលគឺដំណាក់កាលដែលចន្ទីបញ្ចេញត្រួយឬក៏ត្រួយកំពុងតែលូតលាស់ដើម្បីការពារត្រួយទាំងនោះកុំឲ្យវាបាត់បង់ទៅវិញដំណាក់កាលទី2គឺយើងប្រើប្រាស់នៅពេលដែលចន្ទីបញ្ចេញផ្កាដើម្បីការពារបរិមាណផ្កាកុំឲ្យវាបាត់បង់ទៅវិញដោយការបំផ្លាញពីសត្វល្អិតចង្រៃនិងដង្កូវទាំងអស់នោះបាទអញ្ចឹងយើងងាកនិយាយពីពេលវេលាដែលស័ក្តិសមក្នុងការប្រើប្រាស់ថ្នាំសត្វល្អិតនិងដង្កូវគឺនៅពេលដែលមេឃចុះត្រជាក់បានន័យថាមេឃមិនបើកថ្ងៃក្តៅខ្លាំងចាប់ពីម៉ោង4រសៀលទៅយើងអាចប្រើប្រាស់បានបាទយើងប្រើប្រាស់នៅពេលវេលានេះទី1គឺដើម្បីកុំឲ្យផ្កាឬក៏ត្រួយចន្ទីពុកម៉ែបងប្អូនទៅជាក្តៅស្វិតក្រៀមទី2គឺដើម្បីបញ្ជៀសនៅពេលដែលយើងបាញ់ថ្នាំពុលទាំងអស់នេះកុំឲ្យវាប៉ះពាល់ដល់សត្វល្អិតដែលមានប្រយោជន៍ជាពិសេសគឺសត្វឃ្មុំដែលជាភ្នាក់ងារបង្កាត់លំអងផ្កាចន្ទីរបស់ពុកម៉ែបងប្អូនបើសិនបើពុកម៉ែបងប្អូនចង់ដឹងអ្វីបន្ថែមពីចន្ទីអាច comment សាកសួរនៅក្នុងវីដេអូនេះបានអរគុណ